ឡាកូឡាមីនយ៉ាម៉ាល់ក្រោយបរាជ័យក្នុងការប្រកួតវគ្គផ្ដាច់ព្រាត់នៃពានរង្វាន់ UEFA Nations League ក្រោមធ្វើជើងរបស់ប៉ុកទូហ្គាល់ស្រាប់តែគេហទំព័រ Transfer Market បានបង្ហាញបញ្ជីឈ្មោះកីឡាករទាំង5រូបដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតនៅក្នុងពិភពលោកនៅក្នុងចំណោមកីឡាករទាំង5រូបនោះគឺ Yamal JBL បានក្លាយខ្លួនទៅជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតនៅក្នុងពិភពលោករហូតដល់ទៅ200 លានអឺរ៉ូតម្លៃ200 លានអឺរ៉ូនេះបានធ្វើឲ្យកីឡាករ Lamine Yamal ក្លាយទៅជាយុវជនវ័យ17ឆ្នាំដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ដែលគ្មានកីឡាករណាអាចធ្វើបានដូចគេឡើយនេះគឺជារឿងដ៏អស្ចារ្យបំផុតនៅក្នុងជីវិតបាល់ទាត់របស់យុវជនវ័យ17ឆ្នាំសញ្ជាតិអេស្ប៉ាញ Lamine Yamal ដែលគេទើបតែមានវ័យ17ឆ្នាំប៉ុន្តែតម្លៃខ្លួនរបស់គេវិញគឺកប់ពពកទៅហើយបើទោះបីជាមិនអាចជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិគោជលអេស្ប៉ាញឈ្នះពានរង្វាន់ UEFA Nations League ក្នុងការប្រកួតជំនួបជាមួយនឹងប៉ុកទូហ្គាល់ក៏ដោយខ្ញុំនៅតែជឿជាក់ថា Lamine Yamal នឹងអាចក្រសោបយកពានរង្វាន់ធំៗជាច្រើនជាមួយនឹងគោជលអេស្ប៉ាញនៅថ្ងៃអនាគតជាបន្តផងដែរក្រៅពីកីឡាករ Lamine Yamal មាន Superstar បាល់ទាត់4រូបផ្សេងទៀតដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតនៅក្នុងពេលបច្ចុប្បន្នដែលក្នុងនោះរួមមានយុវជនវ័យក្មេងអន្តរជាតិសញ្ជាតិអង់គ្លេស Jude Bellingham ដែលមានតម្លៃខ្លួនដល់ទៅ180 លានអឺរ៉ូ Erling Haaland យុវជនវ័យក្មេងអន្តរជាតិសញ្ជាតិន័រវេសមានតម្លៃខ្លួន180 លានអឺរ៉ូ Kylian Mbappé យុវជនអន្តរជាតិសញ្ជាតិបារាំងមានតម្លៃខ្លួន180 លានអឺរ៉ូដូចគ្នានិងចុងក្រោយកីឡាករអន្តរជាតិសញ្ជាតិប្រេស៊ីល Vinicius Junior មានតម្លៃខ្លួនប្រមាណជាង170 លានអឺរ៉ូតាមរយៈការធ្វើបច្ចុប្បន្នភាពរបស់គេហទំព័រទីផ្សារកីឡាករដ៏ល្បីល្បាញនៅក្នុងពិភពលោក Transfer Market តើបងប្អូនយល់យ៉ាងណាចំពោះកីឡាករទាំង5រូបដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតនៅក្នុងពិភពលោកតើតាមរយៈទេពកោសល្យដ៏អស្ចារ្យរបស់យុវជនវ័យ17ឆ្នាំ Lamine Yamal តើគេស័ក្តិសមជាកីឡាករ Top 1ដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតនៅក្នុងពិភពលោកដែរឬទេអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនានៅវីដេអូនេះកុំភ្លេច Follow និង Share វីដេអូនេះម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយ